ការវិភាគឱកាសឈ្នះចាញ់កីឡាករធឿនតារាត្រូវប៉ះជាមួយនឹងកីឡាករបរទេសបាទក្រោយថ្លឹងទម្ងន់កត្តាជួយឲ្យធឿនតារាមានប្រៀបឱកាសឈ្នះ7ទៅ80%អាវុធផ្ដាច់កាយមុតស្រួចនិងកណ្ដាប់ដៃធ្ងន់អាចផ្ដួលគូប្រកួតឲ្យសន្លប់ក្រពេលការសម្បទាននឹងស៊ូកីឡាករត្រូវស្តង់ដារឆ្លោះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេច 100% បទពិសោធន៍និងផ្លូវចិត្តស្គាល់ល្បិចកលលេខសង្វៀនច្បាស់មិនញញើដៃគូរួមជាមួយនឹងកម្លាំងចិត្តពីអ្នកគ្រប់គ្រងកត្តាឲ្យកីឡាករបរទេសបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើលប្រៀបលើកម្ពស់ប្រើជើងទាត់ឬជង្គង់ស្ទាក់ពីចម្ងាយយុទ្ធសាស្ត្រនិងការតាំងចិត្តចាំវាយបកយកបន្ទុកពេលធារាផ្លត់ស្និតនិងបដិញ្ញាចិត្តខ្ពស់ដើម្បីបង្កើនឈ្មោះបើធឿនធារាគ្រប់គ្រងចង្វាក់ប្រកួតបានលឿនចេញកែងបានច្បាស់និងមិនមើលស្រាលដៃគូប្រកួតភាគរយឈ្នះគឺខ្ពស់ខ្លាំងក៏ប៉ុន្តែបើគូប្រកួតអាចទប់ទល់ពីទឹកដំបូងបានហើយប្រើប្រៀបកម្ពស់វាយបកចុងម៉ោងនោះស្ថានភាពអាចនឹងមានការប្រែប្រួលបាទអរលោកស្រីនិងកញ្ញាប្រិយមិត្តទាំងអស់ធឿនតារាគឺត្រូវតែមានភារកិច្ចមួយប្រកួតនៅក្នុងថ្ងៃទី8យើងនេះបាទនៅសង្វៀនថោនបាទដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូកម្លាំងវើកបាទដែលគូធឿនតារាគឺបានខកខានការប្រកួតក៏ប៉ុន្តែជំនួសដោយកីឡាករបាទបរទេសមួយរូបទៀតដែលជាកីឡាករបាទមានប្រវត្តិការប្រកួតច្រើនបាទខ្សែក្រវ៉ាត់ក៏ច្រើនដែរបងប្អូនបាទអញ្ចឹងថាតើធឿនតារាអាចយកឈ្នះទៅលើកីឡាករដែលជាកីឡាករជើងខ្លាំងដែលមកពីក្រៅប្រទេសបានដែរឬយ៉ាងណាបងប្អូនបាទអញ្ចឹងយើងមានតែគ្រប់គ្រងយើងមានតែចាំទស្សនាបាទទាំងអស់គ្នានៅក្នុងយប់នេះបាទម៉ោង7:00ទៅបាទនឹងមានការចាក់ផ្សាយនៅ live ផ្ទាល់បាទពីទូរទស្សន៍ថោនបាទហើយសូមបញ្ជាក់ថាកីឡាករធឿនតារាបច្ចុប្បន្នគឺគេឡើងជើងខ្លាំងបងប្អូនបាទអញ្ចឹងយើងជឿជាក់បាទទៅលើកីឡាករធឿនតារាបាទអាចដួលដៃគូបាទប្រកួតឲ្យសន្លប់នៅក្នុងទឹកណាមួយបាទអញ្ចឹងយើងមានតែចាំទស្សនាទាំងអស់គ្នាបាទនឹងលើកទឹកចិត្តដល់កីឡាករបាទគុនខ្មែររបស់យើងដើម្បីឲ្យវិស័យគុនខ្មែររបស់យើងមានការរីកចម្រើនបាទជាលំដាប់បាទសម្រាប់ខ្ញុំវីដេអូគឺមានប៉ុណ្ណឹងអរគុណបងប្អូនដែលបានទស្សនាឬជាស្ដាប់ព័ត៌មានមួយនេះបាទកុំភ្លេចជួយចុច Subscribe ញ៉ាំកុំដើម្បីទៅបានវីដេអូជាបន្តអរគុណ